យុដើមអភិសន្តិបណ្ឌិតសសុខាប្រកាសចូលកាន់មុខតំណែងប្រធានលេខាធិការដ្ឋានកោជបតោនិងផ្ដល់អនុសាសន៍ពង្រឹងអង្គភាពក្រសួងមហាផ្ទៃបានសម្រេចស្នើរាជរដ្ឋាភិបាលទូថ្វាយព្រះមហាក្សត្រផ្លាស់ប្ដូរមុខតំណែងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មហៅកាត់កោជបតោដោយអាយុដើមជាតារាអគ្គនាយករងនៃអគ្គនាយកដ្ឋានសាវនកម្មផ្ទៃក្នុងចូលកាន់មុខតំណែងជាប្រធានលេខាធិការដ្ឋានជំនួសអាយុដើមនុសិទ្ធជាដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃពិធីប្រកាសបានប្រារព្ធឡើងនារសៀលថ្ងៃទី21ខែកក្កដាឆ្នាំ2026ក្រោមអធិបតីភាពអាយុដើមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាយុដើមអភិសន្តិបណ្ឌិតសសុខាបានកោតសរសើរនិងវាតម្លៃខ្ពស់ចំពោះអាយុដើមម្ដងស្នេហ៍តូនុសច្ចាអតីតប្រធានលេខាធិការដ្ឋានកោជបតោដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំសម្របសម្រួលនិងពង្រឹងប្រសិទ្ធភាពការងារនាពេលកន្លងមកលទ្ធផលនៃស្នាដៃទាំងនេះជាមូលដ្ឋានគ្រឹះដ៏មានតម្លៃសម្រាប់លេខាធិការដ្ឋានបន្តអភិវឌ្ឍនាពេលខាងមុខទៀតអាយុដើមអភិសន្តិបណ្ឌិតបន្ថែមថាការផ្ទេរភារកិច្ចនឹងតែងតាំងប្រធានលេខាធិការដ្ឋានថ្មីនាពេលនេះធ្វើឡើងស្របតាមគោលការណ៍គ្រប់គ្រងធនធានមនុស្សរបស់រាជរដ្ឋាភិបាលដោយផ្អែកលើសមត្ថភាពនិងបទពិសោធន៍ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ននិងឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗការផ្លាស់ប្ដូរនេះមិនមែនជាការបដិសេធស្នាដៃចាស់នោះទេប៉ុន្តែជាការបន្តវេនដើម្បីពង្រឹងនិងអភិវឌ្ឍសមិទ្ធផលដែលមានស្រាប់ឲ្យកាន់តែរីកចម្រើនអាយុដើមអភិសន្តិបណ្ឌិតសសុខាក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនអាយុដើមប្រធានលេខាធិការដ្ឋានដើម្បីយកទៅជាមូលដ្ឋានក្នុងការដឹកនាំនិងអនុវត្តភារកិច្ចនាពេលខាងមុខមានជាអាចត្រូវមានចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំត្រូវពង្រឹងសាមគ្គីភាពនិងការងារជាក្រុមត្រូវពង្រឹងប្រសិទ្ធភាពការងាររបស់លេខាធិការដ្ឋានត្រូវលើកកម្ពស់សមត្ថភាពមន្ត្រីត្រូវពង្រឹងការប្រើប្រាស់បច្ចេកវិទ្យា Digital ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិត្រូវយកចិត្តទុកដាក់លើការប្រមូលនិងវិភាគទិន្នន័យស្ថិតិត្រូវបង្កើនការទំនាក់ទំនងសាធារណៈនិងលើកកម្ពស់ការយល់ដឹងនិងត្រូវកសាងបណ្ដាញសហការជាមួយអង្គការសង្គមស៊ីវិលគួររំលឹកថាគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មគឺជាគណៈកម្មាធិការថ្មីមួយដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មអំពើឃោរឃៅអំពើអមនុស្សធម៌អំពើធ្វើទុកបុកម្នេញឬទារុណកម្មគណៈកម្មាធិការនេះមានគោលដៅបង្ការនិងប្រឆាំងរាល់ការធ្វើទារុណកម្មនិងអំពើផ្សេងៗទៀតដើម្បីពង្រឹងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឲ្យរួចផុតពីការធ្វើទារុណកម្មកោជបតោមានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជា